ឥឡូវខ្ញុំមានសំណួរមួយទៀតជាសំណួរដែលខ្ញុំរកអ្នកខ្លាំងនៅក្នុងទីនេះតែម្ដងនៅពេលដែលខ្ញុំបានធ្វើដំណើរតាមរថយន្តក្នុងការងារទស្សនកិច្ចមួយនៅប្រទេសចិនហ្គាយដែលជាស្ត្រីក្មេងម្នាក់បើចាំមុខដូចជាអូនចឹងនេះមុខចិនចឹងអូនអូនឯចិនហ៎ជាប់ខ្សែចិនហ៎ខ្សែនេះស៊ីគាត់បាននិយាយនៅក្នុងឡានដោយសារតែពេលហ្នឹងគឺយើងធ្វើដំណើរជុំវិញភ្នំវូថៃសានដែលជាភ្នំដែលមានបាតដៃព្រះយូឡាយដែលសិនអ៊ុខុងត្រូវបានព្រះយូឡាយទៅចាប់ដាក់កន្លែងនោះដោយសារតែវាជ្រោះពេកគាត់ខ្លាចយើងភ័យគាត់នាំយើងនិយាយរឿងដើម្បីឲ្យយើងបានកំសាន្តប៉ុន្តែរឿងនេះវាបានដកនៅក្នុងអារម្មណ៍របស់ខ្ញុំរឿងនេះជារឿងសាមញ្ញប៉ុន្តែខ្ញុំគិតថាគួរយកមកចែករំលែកទៅដល់អូនហើយសំដួលសួរថាតើប្អូនណាដែលអាចដឹងនៅលើរឿងនេះបានខ្ញុំនិយាយច្រើនកន្លែងហើយប៉ុន្តែខ្ញុំចង់ដឹងថាលើកនេះប្អូនអាចចាប់បាននិងប្អូនអាចដឹងដែរឬទេគាត់ថាមានព្រៃដ៏ស្ងាត់ចង្អុលមួយហើយនៅក្នុងព្រៃនោះមានតាបោះកំឡោះម្នាក់ហើយតាបោះនោះតែងតែដើរឆ្លងស្ពានដែលវែងទៅមកពីក្នុងព្រៃទៅក្នុងស្រុកតែនៅលើស្ពាននោះគឺមានខ្មោចគឺជាស្ត្រីនៃខ្មោចពស់ធំដែលគាត់បានស្លាប់នៅលើស្ពានហើយស្ពាននោះបានคล้ายទៅជាកន្លែងដែលគួរឲ្យខ្លាចដែលបុរសដែលមនុស្សទាំងឡាយមិនដែលហ៊ានឆ្លងកាត់ទេពីព្រោះតែឆ្លងកាត់ទៅគឺប្រកាសជាខ្មោចនៅទីនោះលងជាមិនខានឡើយស្រាប់បានទេតែស្រាប់តែមានតាបោះដែលនៅក្នុងព្រៃនោះគាត់អាចឆ្លងទៅឆ្លងមកបានក្នុងមួយថ្ងៃគាត់ឆ្លង2ដងទាំងទៅទាំងមកដោយខ្មោចពស់ធំនោះមិនធ្វើបាបគាត់ឡើយសំណួរសួរថាតើហេតុអីបានជាតាបោះនោះអាចឆ្លងបានមកនោះអូនដល់ពេលខ្ញុំមុនដំបូងគាត់អង្គុយចឹងដល់ពេលខ្ញុំហៅគាត់គៀកអីចេះខ្ញុំមើលឃើញតាមកតើមូលហេតុអីសេចពេជ្រជាប់សេចពេជ្រហ្នឹងអីគេគឹមសៀងពេលដែលឮដល់ឈ្មោះគឹមសៀងខ្ញុំនឹកទៅដល់ស្ត្រីម្នាក់ដែលបានបែកគ្នាជាង20ឆ្នាំហើយដោយសារគាត់លាលោកនឹងទៅគាត់ចាស់ហើយតែឈ្មោះអញ្ចឹងមកមានអ្នកណាអាចដឹងក្លាហានឡើងសិស្សប្អូនកុំឲ្យក្លាហានតែសិស្សបងមានទេអូនមានទេមកមានលើកដៃមកឆ្លើយខុសក៏មិនដែរអូនមកគឹមសៀងមកតែដៃជូនបងស្រីមួយហ្នឹងហើយតើបងនៅចិត្តអ្នកក្លាហានបងក៏ក្លាហានដែរឃើញទេចាប់ដើមឆ្លងគ្នាបន្តិចទៀតឆ្លងដាសាយណាមកហាអូនមិនមូលហេតុអីបានខ្មោចនោះមិនឡងតបោះនោះនឹងគ្រូចាប់ខ្មោចគ្រូចាប់ខ្មោចក៏នេះដែរក៏ខ្លាចស្ត្រីពស់ធំនឹងដែរមើលឥឡូវអូនឆ្លើយមួយទៀតមើលមូលហេតុអីតបោះនឹងប្តីខ្មោចហ្នឹងឯងបើគេប្រាប់ថាបោះនឹងកំឡោះហើយមកសិស្សចុះខ្មោចអូគាត់ថាដោយសារតបោះហ្នឹងជាសង្សាររបស់អ្នកស្លាប់ហ្នឹងអូសំបីតែខ្មោចក៏ចេះស៊ីសនុកអរគុណគឹមសៀងតែដៃជូនបងស្រីមួយបាទអរគុណ
អត់តបដឹងទេថាណាអ្នកត្រូវសុំឆ្លើយមួយទៀតអូនប្រុសអូនប្រុសសុំជ័យណាកន្លែងយើងរៀងជាងអៀនតិចតែយើងបើកចិត្តឲ្យទូលាយអត់មិនហ្នឹងគេបើកហើយខ្ញុំឆ្លើយខ្ញុំគិតថាដោយសារតបោះហ្នឹងជាគាត់ដោយសារសល់ទៅខ្មោចអត់ឡងហើយមួយទៀតតបោះនោះខ្មោចដែរអត់អាចឡងគ្នាឯងបានអត់ទេតបោះហ្នឹងមនុស្សធម្មតាដូចអូនឯងអញ្ចឹងទៅនឹងគ្រូអត់ជីផងហ្នឹងឥឡូវលោកគ្រូនិយាយតាឥឡូវខ្ញុំនិយាយហើយឥឡូវតបោះហ្នឹងបញ្ជាក់ថាជាតបោះកំឡោះអញ្ចឹងកំសៀងថាបើកំឡោះគាត់ជាសង្សារគាត់ធ្លាប់ជា boyfriend ឥឡូវថាដោយសារតបោះហ្នឹងគឺជាគាត់កាន់សិលហើយដោយសារចិត្តបរិសុទ្ធចឹងហើយមិនអាចលោកគាត់បានទេតែហ៊ានលោកចាប់តាកន្លោអរគុណសូមតែដៃសាទរជូនបងប្អូនមានអូនណាទៀតបាទជាប្រធានសូមគោរពអាដាមរដ្ឋាភិបាលដោយសារតែខ្មោចស្ត្រីនឹងអត់ហ៊ានលងតបោះហ្នឹងដោយសារតបោះហ្នឹងគឺជាកូនរបស់ខ្មោចស្ត្រីហ្នឹងឯងអត់ទេស្ត្រីហ្នឹងក្មេងដូចចូលគោលថាអាដាមថាស្ត្រីហ្នឹងគាត់ខ្មោចពោះធំចឹងថាគាត់ទៅតបោះហ្នឹងគឺជាកូនតែមូលហេតុអីបានតបោះហ្នឹងខ្មោចអត់ឡងដោយសារតបោះហ្នឹងជាកូនរបស់ខ្មោចអរគុណរឿងសម្ាញ់ត្រង់ហ្នឹងតែសំខាន់ត្រូវឬក៏ខុសអរគុណតែដែរជួយបងខ្ញុំមួយយើងដោយសារតាបងហ្នឹងគាត់មានគោលដៅច្បាស់លាស់នៅក្នុងការធ្វើដំណើរឆ្លងកាត់ពីព្រោះតាបងហ្នឹងគាត់ស្ថិតនៅក្នុងព្រៃជ្រៅធម្មតាគាត់នៅក្នុងព្រៃជ្រៅគាត់អាចមានអាហារបរិភោគប្រចាំថ្ងៃដើម្បីបន្តជីវិតរស់តទៅមុខទៀតដូច្នេះគោលដៅរបស់គាត់ដែលឆ្លងកាត់ស្ពាននោះជារៀងរាល់ថ្ងៃគឺគាត់ត្រូវទៅតែបណ្ឌបាតដើម្បីបានអាហារចិញ្ចឹមជីវិតចំណែករឿងខ្មោចឬរឿងអមនុស្សខាងក្រៅវាជារឿងក្រៅខ្លួនរបស់គាត់ពីព្រោះគាត់បានតាំងចិត្តច្បាស់លាស់នៅក្នុងការធ្វើដំណើរឆ្លងកាត់នៅកន្លែងនោះហើយអមនុស្សឬមួយឧបសគ្គដទៃមិនមែនជាបញ្ហារបស់គាត់គ្រូអរគុណសូមតែដៃជូនបងប្អូនឥឡូវកុំឲ្យពេលវេលាយូរពីព្រោះយើងមិនបានម៉ោងច្រើនទេអញ្ចឹងបងប្អូនទាំងអស់បានឆ្លើយឥឡូវខ្ញុំសូមឆ្លើយនៅចម្លើយដែលស្ត្រីកាយអ្នកនាំដំណើរនៅប្រទេសចិននោះគាត់បាននិយាយតើដូចនឹងចម្លើយរបស់អូនខាងណាតោះស្អែកដូចកឹមសៀងហ្នឹងកាលនោះខ្ញុំឆ្លើយយ៉ាងដែរខ្ញុំឆ្លើយថាមកពីតបោះនោះជាសង្សាររបស់នាងដែលស្លាប់នៅលើនោះបានកាយដែលជាស្ត្រីជនជាតិចិនដ៏ក្មេងស្អាតម្នាក់នោះគាត់បាននិយាយថាបានជាតបោះនោះខ្មោចបន្លងហើយគាត់ឆ្លងកាត់មួយថ្ងៃបាន2ដងទៅមកបានដោយសារតែគាត់មិញអូនមិញឆ្លើយតែម៉េចកូនសង្សារមានគោលដៅច្បាស់លាស់ហើយនឹងបងប្រុសថាម៉េចតបោះនោះក៏ខ្មោចដែរអញ្ចឹងចម្លើយរបស់គាត់ដែលគាត់ដាក់មកសំណួររបស់យើងដែលខ្ញុំបានលើកមកនិយាយនោះគាត់បាននិយាយថាចម្លើយគឺដោយសារតែតបោះនោះគាត់ដឹងថាពេលណាខ្មោចដេកពេលណាខ្មោចភ្ញាក់អញ្ចឹងគឺចម្លើយរបស់គាត់សាមញ្ញណាស់មានន័យថាដោយសារតែតបោះនោះព្រោះខ្ញុំបញ្ជាក់ឲ្យថាមួយថ្ងៃគាត់បានតែ2ដងទេទៅមកពួកគាត់ដឹងថាខ្មោចវាភ្ញាក់ម៉ោងណាហើយវាត្រូវដេកម៉ោងណាអញ្ចឹងអាពេលដែលវាដេកពេលខ្មោចដេកគាត់ដើរគាត់អត់ក្លាហានអីទេគាត់ក្លាហានតែមួយគឺដឹងថាពេលណាខ្មោចដេកពេលណាខ្មោចភ្ញាក់ហើយសួរថាដូចមិនត្រូវបងអូនឯងទិញវីសាទិញសវត្ថកប៉ាល់ហោះទៅសួរគាត់នៅចិនបាទខ្ញុំមិនដឹង
ប៉ុន្តែអ្វីដែលខ្ញុំគិតថាជារឿងសាមញ្ញតែមិនធម្មតានៅត្រង់ថាខ្មោចដែលនៅលើស្ពាននោះកាចបណ្ណាក៏ដោយក៏ប៉ុន្តែនៅពេលដែលមានមនុស្សម្នាក់ដែលសាមញ្ញហើយគាត់អាចដើរឆ្លងកាត់បានគឺនៅត្រង់តែគាត់មានជំនាញនៅក្នុងការដឹងថាពេលណាខ្មោចដេកពេលណាខ្មោចភ្ញាក់ជាកតេសំណួរសួរថាតើនៅក្នុងពេលដែលយើងជានិស្សិតនៅក្នុងពេលដែលយើងជាសិស្សឬក៏ជានិស្សិតដែលយើងឆ្លងកាត់នៅខ្មោចនិងឧបសគ្គជាច្រើនក៏ដូចជាលោកកែវហើយលោកបានលើកឡើងហើយថាសូមចិត្តបងប្អូនប្រើប្រាស់ទូរស័ព្ទឬក៏អ្វីផ្សេងគឺបងប្អូនប្រកាសជាដឹងថាពេលណាដែលបងប្អូនត្រូវធ្វើអីពេលណាដែលបងប្អូនត្រូវធ្វើអីពិសេសរឿងសមាធិរឿងការគ្រប់គ្រងអារម្មណ៍អ្នកខ្លះខ្លួនឯងជានិស្សិតទេប៉ុន្តែទីបំផុតបែរជាធ្វើចរិតបែរជាការប្រព្រឹត្តរបស់ខ្លួនឯងមិនដឹងថាពេលណាត្រូវធ្វើអីពេលណាត្រូវធ្វើអីក៏មានដែរអ្នកខ្លះកាហ្វេ$3គាត់ហ៊ានហូប12000ប៉ុន្តែកលេចទៅលើម្ដាយរបស់គាត់សូម្បីតែស្បែកជើងមួយគូក៏មិនហ៊ានដូរដែរតែ5000រៀលទេគាត់សប្បាយជាមួយនឹងម៉ាស៊ីនត្រជាក់គាត់សប្បាយជាមួយនឹងការលេងនិងការសប្បាយជាមួយគាត់ប៉ុន្តែគាត់មានដែរកលេចទៅដល់អ្វីដែលជាចំណុចនៃការលំបាករបស់ម្ដាយឪពុករបស់គាត់ដែរទេ